នេះគឺជាលើកទី1ហើយដែលខ្ញុំអង្គុយថតនៅមុខកាមេរ៉ាអញ្ចឹងដល់ពេលអញ្ចឹងទៅវារៀងភ័យតិចៗដែរតែសង្ឃឹមថាពេលថតយូរៗទៅវាលេងអីឃើញខ្ញុំពាក់វ៉ែនតាអីហ្នឹងមិនមែនមានន័យថាខ្ញុំឆ្លើយឬមួយក៏អីទេដោយសារតែភ្នែករបស់ខ្ញុំវាអត់សហការគ្នាហើយក៏មិនមែនមានន័យថាភ្នែកខ្ញុំសលែវដែរខ្ញុំថតនៅលើទូរស័ព្ទដល់ពេលអញ្ចឹងទៅភ្នែករបស់ខ្ញុំវាពិបាកក្នុងការ focus ទៅលើកាមេរ៉ាហើយវាចេះតែងាកឆ្វេងងាកស្ដាំរហូតអញ្ចឹងទៅខ្ញុំមើលទៅវាអត់សូវទំនោរដល់អញ្ចឹងទៅក៏យកវ៉ែនតាមកពាក់បរោយទៅវាចាសំឡេងមាសដែលអ្នកទាំងអស់គ្នាកំពុងតែស្ដាប់នេះគឺចេញពី microphone មួយនេះដែលខ្ញុំទិញពី Taobao 15រៀលដល់ពេលអញ្ចឹងទៅគុណភាពសំឡេងក៏វាទៅតាមនឹងដូចគ្នាហើយមិនដឹងធ្វើម៉េចទេមានតែទ្រាំស្ដាប់សិនទៅហើយគោលបំណងដែលខ្ញុំចាប់ផ្ដើមធ្វើវីដេអូសារថ្មីហ្នឹងគឺដោយសារតែខ្ញុំចង់ចែករំលែកពីអ្វីដែលខ្ញុំចូលចិត្តទៅលើអ៊ីនធឺណិតមួយវិញទៀតអត់មានមិត្តភក្តិនិយាយជាមួយរឿងដែលខ្ញុំទៅនិយាយមួយគេគឺគេស្ដាប់អត់ចូលអញ្ចឹងទៅមានតែចែករំលែកគំនិតរបស់ខ្ញុំអ្វីដែលខ្ញុំចូលចិត្តទៅលើអ៊ីនធឺណិតនេះឯងហើយវីដេអូថ្ងៃនេះគឺអត់មានអីនិយាយច្រើនទេគឺមានតែប៉ុណ្្នឹងឯងយើងស្គាល់គ្នាហើយទៅសង្ឃឹមថាថ្ងៃអនាគតទៅអ្នកទាំងអស់គ្នាអាចនឹងឃើញមុខខ្ញុំបានច្រើនជាងមុនអាហ្នឹងអត់សូវប្រកបដែរអញ្ចឹងវីដេអូថ្ងៃនេះមានប៉ុណ្្នឹងជួបគ្នាវីដេអូក្រោយបាយ